Đầm láiในជីវិតនៅត្រង់ឈ្នះសេចក្តីទុក្ខមនុស្សដែលមានសេចក្តីសុខមិនមែនថាគេចេះតែបាននៅអារម្មណ៍ល្អល្អឯងទៅនោះទេតែនេះមកអំពីអ្នកនោះឯងចេះសិក្សាត្រូវតាមសេចក្តីពិតនៃអារម្មណ៍ចេះឲ្យអភ័យនិងចេះគិតរកចំណុចល្អដើម្បីសេចក្តីសុខស្ងប់នៃចិត្តអ្វីដែលយើងជួបប្រទះរាល់ថ្ងៃទាំងអារម្មណ៍ក្នុងគំនិតបើយើងមិនចេះគិតឲ្យបានសុខខ្លួនឯងទេយើងក៏រមែងកើតទុក្ខរាល់ថ្ងៃនឹងឯងយើងតែងស្វែងរករបស់ដែលមានតម្លៃថ្លៃក្រៅខ្លួនប៉ុន្តែបណ្ដោយឲ្យខ្លួនឯងកើតទុក្ខព្រោះការស្វែងរកចង់បាននោះដោយប្រការៈផ្សេងទៅវិញក្នុងព្រឹត្តិការណ៍នេះបើយើងសិក្សាស្វែងរកឃើញតម្លៃនៃជីវិតខ្លួនឯងនៅត្រង់ការឈ្នះសេចក្តីទុក្ខនោះយើងមានតែការរស់នៅដោយសេចក្តីស្ងប់ចិត្តជាមួយនឹងគ្រប់អារម្មណ៍នោះឯងថែរក្សាសេចក្តីល្អมันមានការរក្សាអ្វីណាឲ្យបាននៅទីពឹងដ៏ប្រសើរដូចជាការរក្សានៅសេចក្តីល្អរបស់ខ្លួនឯងឡើយសេចក្តីសុខរបស់មនុស្សយើងមិនមែនស្ថិតនៅលើអ្នកណាម្នាក់ដែលអត់ពីគាត់ទៅយើងត្រូវកើតទុក្ខរហូតនោះឡើយមិនមែនអ្នកដែលបែកពីយើងទៅនោះបានយកចិត្តបុណ្យអស់ពីខ្លួនយើងទៅឯណាដូច្នេះយើងត្រូវតែរស់នៅជាមួយនឹងខ្លួនឯងរស់នៅជាមួយនឹងចិត្តបុណ្យរស់នៅជាមួយនឹងសេចក្តីល្អឲ្យបានល្អតទៅទៀតគិតត្រូវក៏សប្បាយចិត្តរីករាយចិត្តមានសេចក្តីសុខនៅក្នុងចិត្តបើយើងគិតខុសវិញនោះក៏រមែងកើតទុក្ខយើងត្រូវចេះលះបង់ទៅបានស្ងប់ចិត្តរៀនអត់ជាមួយនឹងអារម្មណ៍ដែលនាំរាគៈធ្លាក់ជោគជាំរៀនធន់ជាមួយនឹងអារម្មណ៍ដែលនាំឲ្យក្រោធឆេវឆាវអត់ធន់ទន់ចិត្តបិទគុណធម៌បញ្ញាមុតល្អប្រៀបដូចដាវរស់នៅសុខស្ងប់ចប់រឿងរ៉ាវខន្តីកាន់ដាវកំចាត់ទោសសិល5ប្រចាំល្អអស្ចារ្យល្អគ្រប់សិក្ខាឆ្ការកំហុសមិនជួញជំនួញដូរមិនមានខុសរស់នៅរួចទោសរួចវេរីឧបោសថសិលរំកិលឆ្ងាយចាកកាមទាំងឡាយវិសុទ្ធាស្ដាប់ធម៌ទេសនាសន្តានីសាពេធម្មេអនត្តារៀនអត់រៀនធន់ធ្ងន់ដូចភ្នំបង្គំពុទ្ធមន្តទន់ចិន្តារាត្រីត្រជាក់ច័ន្ទភ្លឺថ្លាលុះនេខមាមហាសុខងមិនមានមេត្តាឲ្យដល់ខ្លួនឯងកុសលភាវនាការចម្រើនបុណ្យចម្រើនសតិសម្បជញ្ញៈប្រព្រឹត្តទៅជាប្រយោជន៍ដើម្បីបានឃើញកិលេសទាំងឡាយជាធម៌សៅមងគួរដល់ការលះបង់ក្នុងជីវិតរាល់ថ្ងៃបើមិនឃើញកិលេសតាមពិតទេរមែងប្រព្រឹត្តទៅតាមអំណាចកិលេសថាគប់ថាក្រន់បើនៃឈ្មោះថាខ្វះមេត្តាឲ្យដល់ខ្លួនឯងហើយក៏ខ្វះមេត្តាឲ្យដល់អ្នកដទៃដែរត្រូវយល់ដឹងរបស់មួយគ្រាកុំចេះតែប្រកាន់ស្អិតចំពោះអ្វីដែលគ្រាន់តែជារបស់មួយគ្រាមួយរយៈប៉ុណ្ណោះនោះបើចេះតែប្រកាន់វានឹងនាំឲ្យយើងវង្វេងស្មារតីនឹងឈឺចាប់នៅពេលដែលបាត់បង់ទ្រព្យតិចទ្រព្យច្រើនឋានៈតូចធំខ្ពស់ទាបមានស័ក្តិមានយសជារបស់ក្នុងលោកសំខាន់ត្រង់ចិត្តរបស់យើងមានសេចក្តីសុខគឺពិតជាល្មមបើពិតជាឃើញតម្លៃនៃសេចក្តីសុខក្នុងជីវិតចូលមានស្មារតីធ្វើតែអំពើល្អត្រូវគិតឲ្យយល់នៅចំណុចមួយដ៏យ៉ាងសំខាន់គឺការមិនធ្វើអាក្រក់សូម្បីតែមិនមានអ្នកដទៃដឹងក៏ដោយដើម្បីផ្ដល់កិត្តិយសឲ្យខ្លួនឯងដែលបានកើតមកជាមនុស្សត្រូវចេះរស់នៅជាមួយនឹងខ្លួនឯងឲ្យបានល្អបើយើងរៀនចេះអំពីលោកនេះគឺលោកនេះមិនបានបង្រៀនឲ្យយើងមកគ្រប់គ្រងហួងហែងឡើយសត្វលោកសោកសៅព្រោះហេតុតែការហួងហែងថាជារបស់យើងនឹងឯងដូច្នេះការដែលយើងរស់នៅយ៉ាងមានសេចក្តីសុខមិនមែនព្រោះការគ្រប់គ្រងហួងហែងទេ
cứ pro caចេះលះបង់តែតើបានអ្នកដែលស្រឡាញ់យើងទៅចោលយើងគឺយើងកុំខាត់ខាំងគាត់អីឲ្យអភ័យទៅហើយក៏មិនលំបាកនឹងខំខាំងខ្លួនឯងទុកក្នុងសេចក្តីសោកសៅដែរមិនចាំបាច់បរិភោគស្រាបំភ្លេចទុកនោះឡើយយើងត្រូវចេះរស់នៅជាមួយនឹងខ្លួនឯងឲ្យបានល្អពោលគឺរស់នៅជាមួយនឹងការមានស្មារតីប្រសើរក្រៃលែងណាស់ស្មារតីក្នុងជីវិតប្រចាំថ្ងៃកុំល្អតែធ្វើត្រូវធ្វើល្អផងកុំល្អតែពោលត្រូវពោលល្អផងកុំល្អតែគិតត្រូវគិតល្អផងកុំល្អតែមនុស្សត្រូវជាមនុស្សល្អផងយើងកែអតីតមិនបានតែកែសន្តានបានប្រកបទាំងអាចបង្វែរអនាគតកំណត់ដំណើរដើរផ្លូវត្រូវម្សិលមិញបាត់ទៅនៅថ្ងៃនេះបនជាជុំនេះជិះតទៅប្រាជ្ញាជាមិត្តពិតនាំផ្លូវដំរងទិសដៅទៅនិព្វានសូមអនុមោទនីរឿងប្លែកខ្លះរបស់មនុស្សយើងមានរឿងប្លែករបស់មនុស្សយើងនៅត្រង់ដែលខ្លួនឯងមានអាយុតិចហើយមិនដឹងស្លាប់ថ្ងៃណាពេលណាទៀតប៉ុន្តែមានសេចក្តីប្រមាទហាក់ដូចជារស់នៅអត់ចេះស្លាប់ម្យ៉ាងទៀតខ្លួនឯងនៅជាប់ចំណងវត្តដាក់យ៉ាងមាំតែបែរជាអង្គុយលើកឡើងនៅទោសរបស់អ្នកដទៃយ៉ាងពេញចិត្តពេញថ្លើមទាំងដែលខំប្រឹងនិយាយអួតខ្លួនឯងថាខ្ញុំមិនចេះអួតអាងអ្វីឡើយចង់បានការសរសើរថាខ្លួនឯងមិនប្រាថ្នាធ្វើអ្នកធំចង់បានលៀបសក្ការៈចង់បានការបូជាក៏និយាយទៅថាខ្លួនខ្ញុំមិនជាប់ជំពាក់នៅក្នុងវត្តដាក់ឡើយរឿងប្លែកខ្លះទាំងអស់នេះបើពោលដល់ភាពជាពុទ្ធជនមិនមានអ្វីប្លែកទេតែការលើកឡើងនេះដើម្បីបញ្ជាក់អំពីការបាត់បង់ស្មារតីរបស់មនុស្សយើងដែលចាំបាច់ត្រូវការអប់រំកម្មដ្ឋានកំចាត់នៅវិបត្តិទាំងអស់នេះឯងសត្វលោករមែងប្រព្រឹត្តទៅតាមកម្មមនុស្សសពថ្ងៃចេះណាស់ចេះធ្វើអ្វីសពគ្រប់ប៉ុន្តែគឺនៅត្រង់មិនចេះធ្វើចិត្តខ្លួនឯងឲ្យបានសុខស្ងប់បណ្ដោយឲ្យចិត្តនោះទៅតាមកិលេសបើយើងកើតទុកព្រោះអាស្រ័យពាក្យពោលរបស់អ្នកដទៃគេនិយាយហើយក៏យើងកើតទុកគឺយើងត្រូវកើតទុកទាល់តែស្លាប់នឹងឯងចឹងគឺយើងកុំកែត្រង់អ្នកដទៃនឹងពាក្យពោលពាក្យសម្ដីរបស់អ្នកដទៃហើយក៏កុំកែត្រង់កាយគឺត្រូវកែត្រង់ចិត្តរបស់យើងកែត្រង់ការទទួលនៅអារម្មណ៍ដោយការយល់ដឹងមានកម្រិតខ្ពស់ឡើងមនុស្សយើងដែលកើតទុកនោះមកអំពីមានការរំពឹងខុសការសង្ឃឹមការរំពឹងខុសហ្នឹងគឺយ៉ាងម៉េចគឺយើងរំពឹងគិតឲ្យអ្នកដទៃធ្វើអ្វីល្អដាក់យើងនៅក្នុងព្រះពុទ្ធសាសនាមិនបានឲ្យយើងរំពឹងគិតរកសេចក្តីសម្រេចអំពីវត្ថុខាងក្រៅឬពីអ្នកដទៃនោះឡើយនឹងយើងក៏បីដឹងច្បាស់អញ្ចឹងណាបងនឹងយើងដែលមានសេចក្តីទុកហ្នឹងគឺរំពឹងខុសនឹងចេះតែរំពឹងចង់បានពីអ្នកនេះចង់បានពីអ្នកនោះនឹងខ្ញុំស្រឡាញ់គេណាស់ហេតុអ្វីគេមិនស្រឡាញ់ខ្ញុំហើយយើងពិចារណាមើលបងតើសេចក្តីទុកនៅត្រង់គេមិនស្រឡាញ់យើងឬសេចក្តីទុកនៅត្រង់យើងស្រឡាញ់គេបងចឹងណាបងនឹងត្រង់សេចក្តីហ្នឹងសូម្បីតែព្រះពុទ្ធអង្គគឺយើងគ្រាន់តែទទួលឱវាទនឹងពាក្យពេចន៍ព្រះពុទ្ធសាសនាជាឱវាទទូមានព្រានបដៅរបស់ព្រះសម្មាសម្ពុទ្ធនឹងអំពីព្រះអង្គនឹងទទួលយកនៅធម្មរស់មកកសាងសមត្ថភាពខ្លួនឯងទៀតដើម្បីឲ្យខ្លួនឯងហ្នឹងដើម្បីឲ្យខ្លួនយើងហ្នឹងបានដល់នៅសេចក្តីសម្រេចតាមប្រាថ្នាតែប៉ុណ្ណោះដូច្នេះតើយើងត្រូវរំពឹងគិតទៅរកអ្នកណាឲ្យល្អឲ្យក្រៃលែងនឹងជាងព្រះទៅទៀតនោះនឹងគឺយើងជាអ្នកសាងជីវិតឲ្យខ្លួនឯងទេតាពោលគឺសត្វលោកប្រព្រឹត្តទៅតាមកម្មបើដឹងថាជីវិតគឺជាទុក្ខគឺត្រូវអប់រំបញ្ញាលះហេតុនៃសេចក្តីទុក្ខនោះដោយខ្លួនឯងចឹងគឺមានតែការព្យាយាមប្រឹងប្រែងដោយខ្លួនឯងនឹងទេបើបាន
ជាការមួយជាទីពឹងសម្រាប់ខ្លួនឯងប៉ុណ្ណាសូមអនុមោទនាទៅកើតមកអំពីការប្រឆាំងនឹងសេចក្តីពិតបើយើងប្រឆាំងមិនព្រមទទួលយកការពិតនៃធម្មជាតិយើងរមែងរស់នៅជាទុក្ខការអប់រំចម្រើនបញ្ញាចូលឲ្យដល់សភាវៈដែលអាស្រ័យបច្ច័យកើតឡើងបង្គាប់បញ្ជាមិនបានទាមទារមិនបានទាំងដែលជាសភាវៈមិនគួរដល់ការហួងហែងបើជីវិតរស់នៅប្រកបដោយបញ្ញាដូចនេះរមែងរស់នៅជាសុខមនុស្សយើងដោយច្រើនតែងតែគិតរកអ្វីៗឲ្យខ្លួនឯងសឹងតែមិនដែលគិតអំពីអ្វីដែលខ្លួនឯងមាននោះហើយរស់នៅជាមួយឲ្យបានសុខស្កប់ស្កល់នោះឡើយតាមពិតនៅក្នុងโลกនេះអ្វីទោះធំប៉ុនមេឃប៉ុនផែនដីជាមាសជាប្រាក់ឬរតនៈច្រើនដោយទឹកមហាសមុទ្រក៏ដោយនឹងមកធ្វើជាបុគ្គលដែលមិនចេះស្កប់ស្កល់នោះឲ្យគ្រប់គ្រាន់ទៅបានគឺមិនមានសោះឡើយអ្វីដែលអស្ចារ្យមានប្រកបក្នុងព្រះពុទ្ធសាសនាគឺបញ្ញាដែលបានដឹងថានេះត្រឹមតែជានាមរូបដែលអាស្រ័យបច្ច័យកើតឡើងប៉ុណ្ណោះនាមរូបនេះកើតឡើងហើយមានតែការរលត់បាត់ទៅវិញមិនមានការចាំបាច់ត្រូវហួងហែងឬត្រូវការប្រាថ្នាអ្វីអំពីโลกនេះឡើយសេចក្តីសុខដែលយើងទទួលបានសេចក្តីសុខមិនមែនកំណត់នៅត្រង់ថាអ្នកណាមានរបស់អ្វីឬមានអ្នកណានោះទេប៉ុន្តែកំណត់នៅត្រង់ចិត្តតើកំពុងក្តៅក្រហាយឬកំពុងស្ងប់ត្រជាក់មនុស្សយើងកើតទុក្ខព្រោះគិតថារបស់យើងបានបាត់បង់ទៅប៉ុន្តែបើរបស់នោះបានប្រកបនៅលក្ខណៈប្រាប់មកថាជារបស់នៅក្នុងโลกដូច្នេះយើងក៏មិនមានអ្វីដែលត្រូវបាត់បង់ដែរហើយក៏មិនមានទុក្ខសោកអ្វីឡើយពាក្យថារបស់ក្នុងโลกគឺដូចជារបស់អ្នកដទៃយ៉ាងអញ្ចឹងឯងយើងគ្រាន់តែចាប់ប្រកាន់ថាជារបស់យើងប៉ុន្តែគឺជារបស់โลกនេះដដែលមិនមានអ្នកណាយកអ្វីបានទេទាំងខ្លួនយើងនេះផងក៏សុទ្ធតែជារបស់โลกនេះនឹងឯងហិរិសេចក្តីខ្មាស់បាបខ្ពើមបាបថ្នាក់សិលខ្មាស់ខ្ពើមការចាប់យករបស់អ្នកដទៃដែលគេមិនបានឲ្យចំណែកហិរិថ្នាក់សតិប្បដ្ឋានខ្មាស់ខ្ពើមការចាប់យករបស់ក្នុងโลกហើយមានការលះបង់នឹងឯងជាទីពឹងតែម្ដងមិនមានទីពឹងដទៃនោះឡើយសូមអនុមោទនាបើយើងមានសេចក្តីអត់ធន់បានគ្រប់យ៉ាងនឹងបានល្អប្រសើរឡើងមិនមានអ្នកណាស្លាប់ព្រោះហេតុបាត់បង់នៅសេចក្តីស្រឡាញ់ពីអ្នកដទៃដែលអ្នកដទៃនោះជ្រើសរើសយកការដើរចេញអំពីជីវិតរបស់យើងនោះឡើយប៉ុន្តែដែលបានឮដំណឹងក្នុងពិភពលោកនេះថាអ្នកនោះស្លាប់អ្នកនេះស្លាប់ព្រោះហេតុបាត់បង់នៅសេចក្តីស្រឡាញ់នឹងមកអំពីអ្នកនោះឯងបាត់បង់នៅសេចក្តីស្រឡាញ់ខ្លួនឯងទេតើពោលគឺមិនចេះស្រឡាញ់ខ្លួនយើងកុំចេះតែចង់រស់នៅដូចមុនត្រូវរៀនរស់នៅជាមួយនឹងការពិតដោយបញ្ញាកុំខ្លាចការព្រាត់ប្រាសប្រែប្រួលកុំខ្លាចថានឹងរស់នៅមិនបានជឿចោះថាបើយើងអត់ធន់បានហើយគ្រប់យ៉ាងក៏នឹងល្អប្រសើរឡើងត្រូវចាំថាមិនមានអ្នកណាជួយយើងបានទេដូច្នេះយើងត្រូវតែព្រមទទួលនិងត្រូវរស់នៅជាមួយឲ្យបានពេលវេលានឹងជួយឲ្យយើងកន្លងផុតអំពីទឹកភ្នែករីករាយជាមួយនឹងសេចក្តីល្អជាទីពឹងក្នុងដំណើរជីវិតរបស់យើងនៅពេលដែលយើងមានសេចក្តីល្អជាទីពឹងហើយទើបយើងបានយល់ដឹងថាយើងមានការបាត់បង់មកពីការហួងហែងបើយើងមិនមានអ្វីហួងហែងទេក៏យើងមិនមានអ្វីដែលត្រូវបាត់បង់ដែរយើងបានយល់ដឹងទៀតថាយើងកើតមកតែងមានទុក្ខប៉ុន្តែមិនមែនកើតមកដើម្បីលិចលង់ចុះក្នុងសេចក្តីទុក្ខទេសេចក្តីល្អគឺជានាវានៃជីវិតដែលដឹកនាំយើងឲ្យបានដល់កោះត្រើយបានដល់នៅព្រះបរមសុខឃ្លាតចាកនៅសេចក្តីទុក្ខទាំងពួងសូមអនុមោទនា
ដួលហើយត្រូវក្រោកកូនជាទីស្រឡាញ់ផ្លូវនៃដំណើរជីវិតនោះមិនមែនសុទ្ធតែរៀបស្មើទៅទាំងអស់នោះទេជីវិតមានឡើងមានចុះមានសុខមានទុក្ខជាគូគ្នាទៅរហូតដោយចំពោះក្នុងកិច្ចការងារបើរឹតតែការងារធំរឹតតែមានឧបសគ្គប្រសិនបើកូនធ្វើការងារអ្វីមួយដែលកូនបានគិតសពគ្រប់ហើយថាជាការងារល្អត្រឹមត្រូវជាការងារដែលអាចនាំឲ្យចម្រើនទៅមុខបានប៉ុន្តែកាលបើធ្វើទៅការងារនោះបែរជារៀងស្ទះមិនប្រព្រឹត្តទៅតាមដូចដែលបានគិតទុកទេពោលគឺឧបសគ្គកូនត្រូវពុះពៀនៅឧបសគ្គនោះទៅឲ្យបានដោយសតិបញ្ញាដោយការអត់ធន់និងព្យាយាមកុំស្លន់ស្លោត្រូវចាត់ចែងដោះស្រាយឲ្យស្រួលបួលកុំរួញថយដោយអស់កម្លាំងចិត្តជាមុននោះសភាវៈដែលសំខាន់ជាទីបំផុតនៅពេលដែលកូនជួបនៅបញ្ហាជាឧបសគ្គក្នុងជីវិតគឺកម្លាំងចិត្តចូលកូនកុំឲ្យកម្លាំងចិត្តធ្លាក់ចុះឲ្យសោះបើការងារឬប្រាក់កម្រៃត្រូវធ្លាក់ចុះយ៉ាងណាក៏ដោយកុំតែកម្លាំងចិត្តធ្លាក់ចុះតាមវាមិនជាអ្វីឡើយកូនត្រូវថែរក្សាចិត្តផ្គងចិត្តឲ្យល្អត្រូវប្រយ័ត្នកុំឲ្យបាក់ទឹកចិត្តជាដាច់ខាតដោយពាក្យថាដួលហើយត្រូវក្រោកបានសេចក្តីថាកាលភ្លាត់ជើងរអិលដួលទៅគឺត្រូវក្រោកឡើងហើយដើរតទៅទៀតមានតែអ្នកដែលក្រោកឡើងហើយដើរតទៅទៀតប៉ុណ្ណោះដែលអាចទៅដល់គោលដៅបានយ៉ាងណាមិញកាលបើកូនមានការខកចិត្តព្រោះជួបនៅវិបត្តិអ្វីមួយកូនត្រូវតាំងចិត្តឲ្យមាំផ្គងចិត្តឲ្យរឹងប៉ឹងទាញខ្លួនឯងចេញពីការខកចិត្តនោះឲ្យបានហើយព្យាយាមតស៊ូជាបន្តដើម្បីឲ្យបានដល់នៅសេចក្តីសម្រេចសមតាមប្រាថ្នាក៏យ៉ាងនោះដែរកូនសម្លាញ់ត្រូវដឹងថាការខកចិត្តកើតមកពីការមានសង្ឃឹមជាហេតុដូច្នេះក្នុងជីវិតរាល់ថ្ងៃកូនត្រូវចេះប្រយ័ត្នចំពោះសេចក្តីសង្ឃឹមដែលមានក្នុងចិត្តកូនផងពិតមែនហើយថាការសង្ឃឹមវានាំឲ្យមានកម្លាំងចិត្តប៉ុន្តែវាក៏នាំឲ្យខកចិត្តផងដែរព្រោះតែមិនបានសម្រេចដោយប្រាថ្នាដូច្នេះកូនត្រូវហ្វឹកហាត់អប់រំឲ្យកើតឡើងនៅកុសលឆន្ទៈគឺការពេញចិត្តក្នុងអំពើប្រះចាកទោសកុសលឆន្ទៈនាំឲ្យកូនបាននៅសេចក្តីសុខចិត្តក្នុងការងារដែលកូនកំពុងបំពេញធ្វើព្រោះកូនគិតថាធ្វើការឲ្យអ្នកដទៃបានសុខម្ល៉េះហើយកូនរីករាយនឹងធ្វើការងារនោះដោយមិនចាំបាច់សង្ឃឹមផលអ្វីទៀតឡើយបើផលបានសម្រេចក៏សម្រេចដោយប្រះចាកទោសតែបើមិនបានសម្រេចទេក៏មិនខកចិត្តដែរគឺកូនសប្បាយចិត្តនឹងធ្វើជាបន្តទៀតនិងសប្បាយចិត្តក្នុងការងារដែលប្រះចាកទោសនោះឯងដោយពោលមកនេះកូនពិតជាមិនចេះអស់ទឹកចិត្តក្នុងការងារផងមានកម្លាំងចិត្តធ្វើបន្តផងបានទទួលនៅសេចក្តីសុខចិត្តតាន់ពេលតាន់វេលាដែលកំពុងធ្វើការងារនោះផងដែរស៊ូណាកូនកូនមានម្ដាយជីវិតកូនលំបាកយូរហើយកូនលំបាកបន្តទៀតក៏គ្មានបញ្ហាអ្វីដែរណាកូនព្រោះភាពលំបាកធ្វើឲ្យកូនចេះតស៊ូការតស៊ូធ្វើឲ្យកូនរឹងមាំភាពរឹងមាំគឺជាទីពឹងរបស់ខ្លួនឯងណាកូនកូនត្រូវចាំថាលំបាកពេលនេះគឺដើម្បីស្រណុកពេលក្រោយតស៊ូពេលនេះគឺដើម្បីយកឈ្នះជោគជ័យនៅពេលក្រោយឲ្យតែកូនមានចិត្តអំណត់អត់ធ្មត់តស៊ូព្យាយាមគ្មានឧបសគ្គណាចូលមកជ្រៀតជ្រែកជីវិតកូនបានឡើយការតស៊ូប្រកបដោយឧត្តមគតិគឺជាអាវុធដ៏មុតស្រួចដែលពុះជ្រែកបំបែកថ្មតាន់គឺឧបសគ្គឲ្យបែកបាក់បានដូច្នេះកូនត្រូវតែតស៊ូគឺស៊ូទៅមុខទៀតណាកូនពន្លឺរស្មីនៃជីវិតកំពុងតែរងចាំបំភ្លឺជីវិតកូនហើយកូនត្រូវតែប្រឹងគឺប្រឹងដើម្បីឆ្ពោះទៅចាប់យកពន្លឺជីវិតនោះឲ្យបានកូនអើយម៉ែសុំទោសដែលម៉ែគ្មានលទ្ធភាពគ្រប់គ្រាន់ជួយជីវិតកូនកុំឲ្យលំបាកម៉ែមានតែពាក្យណែនាំប្រាប់កូនឲ្យចេះតស៊ូក្នុងការសិក្សារៀនសូត្រឬតស៊ូក្នុងការធ្វើការងារគ្រប់យ៉ាងដើម្បីជីវិតកូនបានល្អប្រសើរតែប៉ុណ្ណោះទ
ទោះជាស្ថិតក្នុងកលៈទេសៈណាក៏ដោយក៏កូនត្រូវតែខំប្រឹងប្រែងខំមាត់សង្កត់ចិត្តយកឈ្នះសេចក្តីលំបាកឲ្យបានណាកូនកូនត្រូវសម្លឹងឲ្យវែងឆ្ងាយដើរឆ្ពោះទៅកាន់គោលដៅដែលកូនចង់ទៅហើយដំណើរមួយជំហានរបស់កូនត្រូវតែប្រកបដោយគំនិតនិងគិតច្បាស់លាស់ព្រោះជីវិតនេះនៅវែងឆ្ងាយទៀតណាស់កូនបើកូនគិតសើដំណើរជីវិតរបស់កូននឹងជួបឧបសគ្គមិនខានតែទោះជាយ៉ាងណាម៉ែមានតែពាក្យថាស៊ូណាកូន4យ៉ាងនាំឲ្យដំណើរជីវិតរបស់កូនបានដល់គោលដៅនោះគឺឆន្ទៈពេញចិត្តនឹងធ្វើដំណើរវិរិយៈព្យាយាមដើរទៅមុខចិត្តតៈយកចិត្តទុកដាក់ក្នុងពេលដែលធ្វើដំណើរវិមង្សាគិតត្រេះរិះពិចារណាដោយបញ្ញាស្មារតីក្នុងផ្លូវដែលខ្លួនឯងកំពុងដើរថាតើផ្លូវខុសឬផ្លូវត្រូវកុំឲ្យស្ដាយក្រោយពេលដែលដើរខុសផ្លូវកូនត្រូវបន្តដើរទៅមុខដោយរីករាយកូនកុំស្ដាយអតីតកាលតែកូនត្រូវព្យាយាមធ្វើបច្ចុប្បន្ននេះឲ្យល្អដើម្បីបន្តទៅអនាគតដ៏ភ្លឺស្វាងរបស់កូនក្នុងឆ្នាំងគឺមានបាយក្នុងកាយគឺមានបេះដូងហើយក្នុងបេះដូងគឺត្រូវតែមានពាក្យថាស៊ូតស៊ូណាកូនតស៊ូអត់ធន់ទោះធ្ងន់ឬស្រាលកូនជាទីស្រឡាញ់មនុស្សដែលខំប្រឹងប្រែងធ្វើការសុចរិតដើម្បីលើកស្ទួយជីវភាពរបស់ខ្លួននិងគ្រួសាររហូតដល់បានសម្រេចសមរម្យនោះជារឿងដែលគួរឲ្យសរសើរណាស់តាមពិតក្នុងโลกនេះអ្នកដែលបានទទួលនៅទ្រព្យមរតកស្រេចស្រាប់តែម្ដងដោយខ្លួនឯងមិនបាច់ប្រឹងប្រែងអ្វីនោះមានតិចអ្នកទេដោយច្រើនគឺចាប់ផ្ដើមពីការលំបាកទៅមុនឯទ្រព្យមរតកបានត្រឹមតែកម្លាំងស្មងកម្លាំងចិត្តនិងចំណេះដឹងក្នុងមុខវិជ្ជាផ្សេងប៉ុណ្ណោះពោលគឺមិនបានទទួលនៅមរតកអ្វីជាទ្រព្យសម្បត្តិមាសប្រាក់ឲ្យធំដុំនោះឡើយសំខាន់ណាស់ទៅហើយដែលមរតកនោះគឺជាជីវិតកម្លាំងកាយចិត្តនិងចំណេះវិជ្ជាមរតកម៉ែឪគឺជីវិតកម្លាំងកាយនិងចំណេះវិជ្ជាកូនល្មមយល់បានហើយឯចំណែកមរតកគឺកម្លាំងចិត្តបានដល់ទឹកចិត្តតស៊ូព្យាយាមដែលម៉ែឪបានបង្ហាត់បង្រៀនអប់រំទូនមាននិងធ្វើជាគំរូរហូតមកកូនត្រូវពង្រឹងកម្លាំងចិត្តឲ្យដល់ព្រមជាមួយកម្លាំងកាយនិងចំណេះវិជ្ជាធ្វើជីវិតកូនឲ្យមានខ្លឹមសារការប្រើកម្លាំងស្មងនិងទឹកចិត្តប្រឹងប្រែងតស៊ូក្នុងជីវិតអត់ធន់ចំពោះការងារមិនរួញរាចំពោះឧបសគ្គទើបអាចបានដល់នៅឋានៈដ៏ប្រសើរមានជីវភាពធូរធារដោយទ្រព្យសម្បត្តិដោយដែលកូនបានឃើញហើយអ្នកខ្វះការតស៊ូព្យាយាមចង់តែស្រណុកចូលចិត្តតែសប្បាយនិងថ្នមខ្លួនប្រភេទមនុស្សជន់អាចមន់មិនពេកនោះគឺមិនមានឱកាសសាងនៅឋានៈឲ្យខ្ពង់ខ្ពស់និងឲ្យជីវិតរស់នៅបានសុខស្រួលឡើយសូម្បីមានមរតកច្រើនសន្ធឹកសន្ធាប់យ៉ាងណាក៏មិនយូរឡើយនឹងបំផ្លាញអស់មិនខានកូនហើយជីវិតគឺជាការតស៊ូពាក្យនេះធ្លាប់មានមកយូរហើយដូច្នេះឧបសគ្គក្នុងជីវិតកូនត្រូវចាត់ទុកជាថ្នាំកម្លាំងកាលបើមនុស្សយើងមានការតស៊ូក្នុងជីវិតក៏រមែងបានជួបប្រទះនៅឧបសគ្គគឺសេចក្តីលំបាកជាធម្មតាតែសូមឲ្យកូនគិតថាសេចក្តីលំបាកនោះជាថ្នាំកម្លាំងដែលនឹងជំរុញឲ្យកូនប្រឹងប្រែងព្យាយាមតស៊ូដើម្បីយកឈ្នះសេចក្តីលំបាកនោះរហូតបានដល់ទិសដៅគឺភាពប្រសើរនៃជីវិតម៉ែឪមិនមាននៅមរតកដែលជាទ្រព្យសម្បត្តិអ្វីច្រើនទុកឲ្យកូននោះទេតែកូនក៏បាននៅជីវិតកម្លាំងកាយកម្លាំងចិត្តនិងចំណេះវិជ្ជាព្រមលំមសពគ្រប់ហើយកូនត្រូវប្រើរបស់ទាំងនេះឲ្យបានសម្រេចតាមបំណងរបស់កូនទៅចុះផ្លូវនៃជីវិតកូនហើយផ្លូវដែលពិបាកដើរបំផុតគឺផ្លូវជីវិតព្រោះវាបត់បែនបានគ្រប់ពេលវេលាម្ដងត្រង់ម្ដងវាចម្ដងតូចម្ដងធំម្ដងទូលាយម្ដងចង្អៀតពេលខ្លះយើងសឹងតែគ្មានកម្លាំងចិត្តនឹងដើរទៅលើផ្លូវជីវិតនេះតទៅមុខទៀតកាន់តែដើរកាន់តែឆ្ងាយកាន់តែដើរកាន់តែនឿយហត់កាន់តែដើរកាន់តែជួបឧបសគ្គតែទោះយ៉ាងណាក៏ត្រូវទៅតស៊ូដើរទៅមុខកុំបោះបង់កុំចុះចាញ់កុំរាថយឲ្យសោះណាកូន
កុំព្រោះតែឧបសគ្គមករារាំងធ្វើឲ្យកូនឈប់ដើរទៅមុខនោះកូនត្រូវគិតថាធម្មតាការបរាជ័យតែងមានជានិច្ចនៅលើផ្លូវជីវិតនេះជៀសមិនផុតឡើយអ្វីដែលសំខាន់គឺត្រូវចេះកែប្រែស្ថានភាពដោយយកបរាជ័យមកធ្វើជាបទពិសោធន៍សម្រាប់ជីវិតហើយប្រើសតិស្មារតីរុញនិងលើកទឹកចិត្តខ្លួនឯងឲ្យក្រោកឡើងបន្តដំណើរទៅមុខទៀតគឺដើររហូតទាល់តែដល់គោលដៅដែលកូនចង់ទៅផ្លូវជីវិតវាអញ្ចឹងឯងមិនរលោងដោយផ្លូវកស៊ូឡើយដូច្នេះកូនត្រូវចេះកាប់ឆ្ការផ្លូវឲ្យបានល្អមុននឹងបន្តធ្វើដំណើរទៅមុខជ្រើសរើសផ្លូវដែលត្រឹមត្រូវផ្លូវដែលនាំឲ្យជីវិតកូនបានរីកចម្រើនព្រោះផ្លូវជីវិតនេះមានច្រើនប្រភេទណាស់សម្រាប់កូនជ្រើសរើសដើម្បីដើរបើកូនជ្រើសរើសផ្លូវត្រូវដំណើរនៅលើផ្លូវជីវិតរបស់កូននឹងឆាប់ដល់គោលដៅតែបើកូនជ្រើសរើសផ្លូវខុសវិញនោះជីវិតរបស់កូននឹងពិបាកក្នុងការធ្វើដំណើរជាហេតុនាំឲ្យវង្វេងទិសដៅមិនស្គាល់ផ្លូវច្បាស់លាស់កាលណាមិនស្គាល់ផ្លូវច្បាស់លាស់គោលដៅដែលត្រូវទៅក៏មិនដឹងទៅឯណាដែរអ្នកដែលអាចដើរក្នុងព្រៃជ្រៅបានដោយមិនវង្វេងតលតែអ្នកនោះឯងស្គាល់ផ្លូវនៅក្នុងព្រៃនោះច្បាស់យ៉ាងណាអ្នកដែលដើរនៅលើផ្លូវជីវិតដែលមិនវង្វេងតលតែអ្នកនោះសិក្សាពីផ្លូវនិងទីតាំងភូមិសាស្ត្រនៃជីវិតនេះឲ្យស្គាល់ច្បាស់លាស់ជាមុនសិនទើបអាចដើរទៅដល់គោលដៅបានវង្វេងផ្លូវគង់អាចរកឃើញតែបើវង្វេងនឹងខ្លួនឯងគឺពិបាកកែណាស់ពេលវេលាគឺជាអាយុជីវិតកូនហើយពេលវេលាគឺពិតជាដើរលឿនណាស់កូនថ្មិចបើកកូនក៏ធំដោយមិនដឹងខ្លួនថ្ងៃមុនទៅតែកុមារសោះតែថ្ងៃនេះហៀកំឡោះពេញក្រមុំអស់ទៅហើយដំណើរជីវិតនេះគឺពិតជាប្រែប្រួលទៅតាមពេលវេលាមែនបើសិនជាអាចវិលទៅរកវេលាកាលដែលនៅតូចនៅក្មេងវិញបានមិនដឹងជាល្អយ៉ាងណាទេព្រោះកាលកូននៅពីក្មេងកូនចូលចិត្តលេងសប្បាយមិនខ្វល់ខ្វាយរឿងអ្វីទាំងអស់ជីវិតគឺមានតែភាពរីករាយមិនចេះខូចចិត្តមិនចេះកើតទុក្ខមិនដូចពេលនេះឡើយទាំងម៉ែទាំងកូនទុក្ខអើយសែនទុក្ខឥតលះហើយរឿងរ៉ាវចូលមកក្នុងជីវិតនេះស្ទើររាល់ថ្ងៃទាំងរឿងល្អទាំងរឿងអាក្រក់សុខនិងទុក្ខច្របូកច្របល់គ្នាពេលវេលាក៏ទំពាស៊ីអាយុជីវិតរបស់យើងម្ដងបន្តិចភាពចាស់ជរាក៏កកិលចូលមកបន្តិចម្ដងដូចគ្នាហើយមិនយូរមិនឆាប់ទេជីវិតយើងនឹងលាពិភពលោកនេះធ្វើដំណើរទៅកាន់ពិភពលោកមួយថ្មីទៀតមិនខានដូច្នេះហើយពេលវេលាគឺមិនមែនជាមាសប្រាក់ទេកូនតែពេលវេលាគឺជាអាយុជីវិតក្នុងខណៈពេលដែលជីវិតនៅមានកូនត្រូវប្រញាប់ធ្វើអ្វីដែលមានប្រយោជន៍ដល់ខ្លួនឯងនិងមនុស្សជាតិឲ្យបានច្រើនកុំឲ្យស្ដាយក្រោយពេលធ្វើអ្វីលែងកើតរវល់តែច្រណែនគ្នារវល់តែឈ្នានីសគ្នារវល់ប្រកាន់គ្នាបានប្រយោជន៍អ្វីតើជីវិតយើងមាន10ឆ្នាំប៉ុន្មានដងទៀតបើឆ្លៀតធ្វើសេចក្តីល្អបានក៏ឆ្លៀតទៅយើងប្រណាំងប្រជែងគ្នាធ្វើការងារមនុស្សធម៌ឬសប្បុរសធម៌នៅក្នុងសង្គមប្រសើរជាងប្រណាំងប្រជែងគ្នារឿងសម្ភារៈនិយមកុំព្រោះតែដើម្បីខ្លួនឯងធ្វើអ្វីដោយមិនក្រែងដល់មនុស្សនៅក្នុងសង្គមឲ្យសោះណាកូនកូនត្រូវចេះរស់នៅជាមួយនឹងសង្គមមនុស្សល្អធ្វើអ្វីត្រូវមានគុណធម៌កុំតែស្កបង្កប់តែភាពចលាចលបំពល់សង្គមឲ្យច្របូកច្របល់ត្រូវចេះខ្វល់ខ្វាយចេះយកចិត្តទុកដាក់ជួយសង្គមតើបឈ្មោះថាជីវិតរស់នៅរបស់កូនមិនខាតពេលវេលាឬរស់នៅមិនខាតប្រយោជន៍កុំប្រើពេលវេលាដើម្បីបំផ្លាញប្រយោជន៍អ្នកដទៃតែត្រូវប្រើពេលវេលាដ៏មានតម្លៃដើម្បីកសាងជីវិតខ្លួនឯងឲ្យបានល្អប្រសើរ